សំឡេងហៅពីបន្ទប់លេខ13នៅចុងភូមិមួយចិត្តប្រៃចាស់មានផ្ទះឈើពីរជាន់ដែលគេចោលជាង20ឆ្នាំមនុស្សក្នុងភូមិហៅវាថាក៏ផ្ទះស្ងាត់ព្រោះរាល់យប់ម៉ោង12-13នាទីតែងតែមានសំឡេងក្មេងស្រីម្នាក់ហៅថាជួយខ្ញុំផងសុភាជានិស្សិតស្រីដែលមកធ្វើការស្រាវជ្រាវអំពីរឿងព្រេងក្នុងភូមិនាងមិនជឿរឿងខ្មោចទេយប់មួយនាងសម្រេចចិត្តចូលទៅក្នុងផ្ទះនោះដើម្បីថតវីដេអូបង្ហាញថាវាគ្រាន់តែជារឿងបង្កប់ចិត្តពេលនាងឡើងដល់ជាន់ទី2មានបន្ទប់មួយបិទសោហើយលើទ្វារសរសេរ13ក៏ដោយឈាមស្ងួតចាស់ទោះបីខ្យល់មិនមានក៏ទ្វារវាខ្លួនឯងបើកយឺតក្រាស់ស្រាលខ្យល់ត្រជាក់ប៉ះមុខនាងក្នុងបន្ទប់មានកញ្ចក់ធំមួយនិងក្រែចាស់ព័ទ្ធដោយធូលីសុភាថតវីដេអូហើយនិយាយសើចថាមើលទៅគ្មានអីទេភ្លាមកញ្ចក់ចាប់ផ្ដើមមានអក្សរបង្ហាញពីខាងក្នុងមកជាមួយខ្ញុំសុភាឈប់ដង្ហើមនៅពីក្រោយនាងសំឡេងក្មេងស្រីនោះឮចិត្តជាងមុនបងឃើញខ្ញុំទេនាងត្រឡប់ក្រោយយឺតហើយឃើញក្មេងស្រីម្នាក់សក់វែងគ្រប់មុខស្លៀកសម្លៀកបំពាក់ពណ៌សមៀនស្នាមឈាមចាស់ភ្នែកនាងខ្មៅទាំងមូលគ្មានសរសៃភ្នែកទូរស័ព្ទសុភាចាប់ផ្ដើមភ្លឺស្វាងដោយខ្លួនឯងបង្ហាញរូបថតចាស់មួយរូបក្មេងស្រីដូចមនុស្សដែលឈរខាងក្រោយនាងក្រោមរូបមានអក្សរស្លាប់ក្នុងបន្ទប់លេខ13ឆ្នាំ1999ក៏ភ្លាមដៃត្រជាក់មួយប៉ះស្មានាងសំឡេងខ្សោយនិយាយចិត្តត្រជាក់ឥឡូវនេះបន្ទប់នេះត្រូវការមនុស្សថ្មីថ្ងៃបន្ទាប់អ្នកភូមិឃើញទូរស័ព្ទមួយដួលនៅជាន់ទី2វីដេអូចុងក្រោយបង្ហាញសុភីឈរមើលកញ្ចក់ហើយនៅពីក្រោយនាងមានកវីមួយគញឹមចាប់តាំងពីថ្ងៃនោះមករាល់យប់ម៉ោង12-13មានសំឡេងពីរអ្នកហៅថាជួយខ្ញុំផងក្រោយពីសុភាបាត់ខ្លួនអ្នកភូមិភ័យខ្លាចមិនហ៊ានទៅជិតផ្ទះចាស់នោះទៀតប៉ុន្តែប៉ូលីសបានយកទូរស័ព្ទដែលរកឃើញនៅជាន់ទី2មកពិនិត្យវីដេអូចុងក្រោយនៅក្នុងទូរស័ព្ទមានរយៈពេល3នាទីនៅវិនាទីដំបូងគេឃើញសុភាឈរមុខកញ្ចក់ក្នុងបន្ទប់លេខ13នាងដង្ហើមលឿនហើយសំឡេងនាងនិយាយដោយភ័យខ្លាចមានអ្វីមួយនៅទីនេះខ្ញុំមិននៅម្នាក់ឯងទេភ្លាមកាមេរ៉ាទូរស័ព្ទបង្វិលទៅក្រោយប៉ុន្តែគ្មាននរណាម្នាក់ទេពេលកាមេរ៉ាត្រឡប់មកកញ្ចក់វិញរូបសុភាដែលឆ្លុះក្នុងកញ្ចក់មិនធ្វើចលនាដូចនាងទេរូបក្នុងកញ្ចក់ញឹមយឺតខណៈសុភាខាងក្រៅមុខភ័យស្លន់ស្លោបន្ទាប់មកអក្សរថ្មីចាប់ផ្ដើមលេចឡើងលើកញ្ចក់ដូចជាមាននរណាសរសេរពីខាងក្នុងអ្នកបន្ទាប់គឺអ្នកដែលកំពុងមើលវីដេអូនេះគឺនៅវិនាទីចុងក្រោយសុភាឆ្លៀតមើលកញ្ចក់ម្ដងទៀតរូបក្នុងកញ្ចក់មិនមែនជានាងទៀតទេវាជាក្មេងស្រីសក់វែងភ្នែកខ្មៅដែលនាងបានឃើញហើយភ្លាមដៃសុភាត្រូវអ្វីមួយអូសចូលក្នុងកញ្ចក់វីដេអូបញ្ចប់ដោយសំឡេងស្រែកខ្លាំងមួយពីថ្ងៃនោះទៅមនុស្សដែលបានមើលវីដេអូនោះម្នាក់ចាប់ផ្ដើមសុបិនឃើញបន្ទប់លេខ13រាល់យប់ហើយនៅក្នុងសុបិនគេចាប់ផ្ដើមមើលសំឡេងមួយសួរថាតើអ្នកចង់ដឹងអ្វីដែលនៅខាងក្នុងកញ្ចក់ទេមួយសប្តាហ៍ក្រោយប៉ូលីសម្នាក់ដែលបានមើលវីដេអូនោះក៏បាត់ខ្លួនដូចគ្នាអ្វីដែលគេរកឃើញគឺតែទូរស័ព្ទរបស់គាត់ប៉ុណ្ណោះនៅក្នុងទូរស័ព្ទមានវីដេអូថ្មីមួយថតនៅក្នុងបន្ទប់លេខ13ក្នុងវីដេអូមានសុភីឈរនៅជ្រុងបន្ទប់សក់គ្រប់មុខហើយនាងនិយាយសំឡេងត្រជាក់ថាឥឡូវនេះខ្ញុំមិននៅម្នាក់ឯងទៀតទេបន្ទាប់ពីប៉ូលីសបាត់ខ្លួនរឿងអំពីផ្ទះចាស់និងបន្ទប់លេខ13កាន់តែធ្វើឲ្យមនុស្សក្នុងភូមិភ័យខ្លាចគ្មាននរណាហ៊ានទៅជិតផ្ទះនោះទៀតឡើយប៉ុន្តែមានបុរសម្នាក់ឈ្មោះវិសាលគាត់ជាអ្នកធ្វើវីដេអូ YouTube ដែលចូលចិត្តស្វែងរកទីកន្លែងខ្មោចល្បីថ្ងៃមួយគាត់បានឃើញវីដេអូចុងក្រោយរបស់សុភាដែលគេបង្ហោះនៅអ៊ីនធឺណិតទោះបីមនុស្សជាច្រើននិយាយថាវីដេអូនោះមានអំណាចអាថ៌កំបាំងក៏ដោយវិសាលគិតថាវាគ្រាន់តែជាការបង្កើតដើម្បីធ្វើឲ្យល្បីយប់មួយគាត់យកកាមេរ៉ានិងចូលទៅក្នុងផ្ទះចាស់នោះពេលឡើងដល់ជាន់ទី2ទ្វារបន្ទប់លេខ13បើកចំហដូចជាកំពុងរងចាំនរណាម្នាក់វិសាលនិយាយក្នុងកាមេរ៉ាបើមានខ្មោចពិតសូមបង្ហាញខ្លួនមកភ្លាមខ្យល់ត្រជាក់ខ្លាំងបក់ឆ្លងកាត់បន្ទប់កញ្ចក់ចាស់នៅលើជញ្ជាំងចាប់ផ្ដើមរញ្ជួយតិចនៅក្នុងកញ្ចក់គាត់ឃើញមនុស្សពីរនាក់ឈរខាងក្រោយគាត់សុភានិងប៉ូលីសដែលបានបាត់ខ្លួនពួកគេឈរមិនចលនាសក់គ្រប់មុខហើយភ្នែកខ្មៅទាំងមូលវិសាលភ័យខ្លាចហើយបង្វិលខ្លួនទៅក្រោយប៉ុន្តែគ្មាននរណាម្នាក់ទេពេលគាត់ត្រឡប់មកមើលកញ្ចក់វិញមុខរបស់គាត់នៅក្នុងកញ្ចក់បានបង្ហាញស្នាមញឹមយឺតខណៈដែលមុខពិតរបស់គាត់មិនញឹមឡើយ
ភ្លាមសំឡេងក្មេងស្រីម្នាក់លើពីក្នុងកញ្ចក់អ្នកទី3មកដល់ហើយដៃសុភានិងប៉ូលីសចេញពីក្នុងកញ្ចក់ហើយចាប់ដៃវិសាលអូសគាត់ចូលទៅក្នុងភាពងឹតកាមេរ៉ារបស់គាត់ធ្លាក់លើដីប៉ុន្តែវានៅតែថតវីដេអូចុងក្រោយបង្ហាញមនុស្ស3នាក់ឈរនៅក្នុងបន្ទប់លេខ13សុភាប៉ូលីសនិងវិសាលពួកគេឈរមើលកាមេរ៉ាហើយនិយាយសំឡេងតែមួយថាអ្នកបន្ទាប់គឺអ្នកដែលកំពុងមើលវីដេអូនេះវីដេអូបញ្ចប់ពីថ្ងៃនោះទៅមនុស្សជាច្រើនដែលបានមើលវីដេអូនោះចាប់ផ្ដើមសុបិនឃើញផ្ទះចាស់និងបន្ទប់លេខ13រាល់យប់ហើយនៅក្នុងសុបិនមានសំឡេងមួយសួរយឺតថាតើអ្នកចង់ចូលមកក្នុងកញ្ចក់ទេបន្ទាប់ពីវីដេអូរបស់វិសាលត្រូវបានបង្ហោះលើអ៊ីនធឺណិតមនុស្សរាប់ពាន់នាក់បានមើលវាមនុស្សជាច្រើនគិតថាវាគ្រាន់តែជាវីដេអូសម្រាប់ធ្វើឲ្យល្បីប៉ុណ្ណោះប៉ុន្តែមួយចំនួនចាប់ផ្ដើមមានអ្វីមិនធម្មតារាល់យប់ពេលគេងពួកគេសុបិនឃើញផ្ទះឈើចាស់មួយនៅចុងភូមិនៅក្នុងសុបិនពួកគេដើរឡើងជាន់ទី2ដោយខ្លួនឯងដូចជាមានអ្វីមួយកំពុងហៅនៅចុងច្រកមានទ្វារមួយបន្ទប់លេខ13ពេលបើកទ្វារពួកគេឃើញកញ្ចក់ធំមួយនៅក្នុងបន្ទប់ងឹតក្នុងកញ្ចក់មានមនុស្សជាច្រើនឈរមើលពួកគេសុភាប៉ូលីសវិសាលនិងមនុស្សផ្សេងទៀតដែលបាត់ខ្លួនពួកគេនិយាយសំឡេងតែមួយយឺតមកជាមួយពួកយើងមនុស្សជាច្រើនភ្ញាក់ពីសុបិនដោយភ័យខ្លាចប៉ុន្តែយប់បន្ទាប់សុបិននោះក៏ត្រឡប់មកវិញម្ដងទៀតថ្ងៃមួយមានបុរសចំណាស់ម្នាក់នៅក្នុងភូមិបាននិយាយការពិតដែលគេបានលាក់ជាច្រើនឆ្នាំកាលពីឆ្នាំ1999មានក្មេងស្រីម្នាក់ត្រូវបានឃុំឃាំងនៅក្នុងបន្ទប់លេខ13នាងត្រូវគេបិទទ្វារនិងទុកឲ្យស្លាប់នៅក្នុងបន្ទប់នោះមុននាងស្លាប់នាងបានសរសេរលើកញ្ចក់ដោយឈាមថាខ្ញុំនឹងមិននៅម្នាក់ឯងទេចាប់តាំងពីថ្ងៃនោះកញ្ចក់នោះបានក្លាយជាអ្វីមួយដែលអាចទាក់ទាញវិញ្ញាណមនុស្សដែលមើលវាហើយរាល់មនុស្សដែលឃើញវីដេអូឬសុបិនឃើញបន្ទប់លេខ13ក៏កំពុងត្រូវវាហៅយឺតឆ្នាំក្រោយផ្ទះចាស់នោះត្រូវបានរដ្ឋាភិបាលសម្រេចបំផ្លាញចោលពេលកម្មករបំបែកជញ្ជាំងបន្ទប់លេខ13ពួកគេបានរកឃើញកញ្ចក់ចាស់មួយដែលគ្របដោយធូលីនៅក្នុងកញ្ចក់គេឃើញរូបមនុស្សជាច្រើនឈរជិតគ្នាមនុស្សម្នាក់ក្នុងកញ្ចក់លើកដៃប៉ះផ្ទៃកញ្ចក់ដូចជាកំពុងព្យាយាមចេញមកក្រៅកម្មករម្នាក់ស្រែកភ័យហើយវាយកញ្ចក់បែកប៉ាងកញ្ចក់បែកជាច្រើនដុំប៉ុន្តែនៅក្នុងដុំកញ្ចក់តូចទាំងនោះគេនៅតែឃើញមុខមនុស្សជាច្រើនញឹមយឺតយប់នោះកម្មករដែលបានបំបែកកញ្ចក់បាត់ខ្លួនដោយអាថ៌កំបាំងចាប់តាំងពីថ្ងៃនោះមកមានមនុស្សជាច្រើននិយាយថានៅពេលដែលអ្នកមើលកញ្ចក់យូរពេកក្នុងបន្ទប់ងងឹតអ្នកអាចឃើញមនុស្សម្នាក់ឈរខាងក្រោយអ្នកហើយសំឡេងខ្សោយមួយនឹងនិយាយថាបន្ទប់លេខ13នៅតែរងចាំអ្នកបញ្ចប់